បទជបាញ់នៅលីបង់រលាយសាបសូន្យភ្លាមៗគណៈអ៊ីស្រាអែលបើកការវាយប្រហារជាថ្មីនៅស្រុកប៊ីនចាបេលឧបត្ថម្ភធំដោយខ្ញុំជ្រើសរើស XO 55i+ តែប៉ុណ្ណោះភាពតានតឹងរវាងអ៊ីស្រាអែលនិងលីបង់នៅតែមិនទាន់ថមថយនៅឡើយបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីមួយទៀតទៅលើតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ដែលធ្វើឲ្យក្តីសង្ឃឹមនៃសន្តិភាពសម្រាប់ប្រជាជននៅក្នុងតំបន់ហាក់បីដូចជារលាយបាត់ទៅវិញភ្លាមៗទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថាកាលពីល្ងាចថ្ងៃច័ន្ទទី29ខែមិថុនា2026យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសចំតំបន់ទីប្រជុំជនខ្វាតូរ៉ានិង Deir Zion នៅក្នុងខេត្ត Nabati មិនត្រឹមតែប៉ុណ្ណោះកងទ័ពអ៊ីស្រាអែលក៏បានប្រើប្រាស់កាំភ្លើងធំបាញ់ប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ជាយក្រុង Deir Zion សម្ដៅទៅរកខ្សែទឹកនៃទន្លេលីតានីព្រមទាំងបានបាញ់កាំភ្លើងធំទៅលើទីក្រុង Hadatta នៅក្នុងស្រុក Bin Jabal ផងដែរគិតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីចំនួនអ្នករងរបួសឬបាត់បង់ជីវិតពីការវាយប្រហារចុងក្រោយនេះនៅឡើយទេការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតមានឡើងបន្ទាប់ពីភាគីទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិកកិច្ចព្រមព្រៀងនោះធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការដកទ័ពអ៊ីស្រាអែលចេញពីទឹកដីលីបង់ជាជំហាននិងកាត់បន្ថយការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅតាមព្រំដែនគូបញ្ជាក់ផងដែរថាចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារយោធាយ៉ាងខ្លាំងក្លាទៅលើប្រទេសលីបង់កាលពីថ្ងៃទី2ខែមិនិនាមកសង្គ្រាមដ៏រ៉ាំរ៉ៃនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់4247នាក់ធ្វើឲ្យរបួស12195នាក់និងបង្ខំឲ្យប្រជាជនលីបង់ស្លូតត្រង់ជាង1លាននាក់ត្រូវរត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងនិងរស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។